សូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតែងតែនិយមតាមដានស្ដាប់ព័ត៌មាននៅក្នុងបណ្ដាញសង្គម YouTube ជាទីមេត្រីនៅក្នុងវេលាកណានេះដែរខ្ញុំបានលើកយកអត្ថបទព្រមានថ្មីមួយទៀតហើយដែលមានចំណងជើងថាតារាចម្រៀងល្បីអោស្គុណកញ្ញាក្តោបចំនួនក្នុងដៃមានទ្រព្យសន្ធឹកដែលហ្វេនភាគច្រើនមិនដឹងប្រិមត្តពុកម៉ែបងប្អូនដែលនិយមតាមដានជីវិតទាំងក្នុងនិងក្រៅរង្វង់សិល្បៈរបស់កំពូលតារាចម្រៀងអស្គុណកញ្ញាប្រកាសជាធ្លាប់បានសរសើរមកហើយពីជីវិតរស់នៅយ៉ាងសម្បូរបែបរបស់អ្នកនាងដែលមិនត្រឹមតែជាតារាចម្រៀងល្បីនោះទេតែអស្គុណកញ្ញាក៏ត្រូវបានស្ថិតនៅក្នុងលំដាប់តារាស្រីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទៀតផងនៅឡើយក្រោយរៀបការសាងគ្រួសារនឹងលោកអឹងសុកលីជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្មហង្សមាសហើយនោះតារាចម្រៀងស្រីរូបនេះក៏បានក្តាប់បាមុខចំនួននិងទទួលបានចំណូលសន្ធឹកពីការងាររបស់ស្វាមីមកព្រមទាំងការខិតខំក្នុងមុខចំនួនផ្ទាល់របស់នាងថែមទៀតជាការពិតណាស់មិនត្រឹមតែជាលំដាប់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសនិងជាបាទទូតសុឆន្ទៈរបស់បណ្ដាក្រុមហ៊ុនល្បីៗជាច្រើនដោយទទួលបានកម្រៃតម្លៃខ្ទង់$1,000នោះទេអ្នកនាងអស្គុណកញ្ញាក៏ជាតកែស្រីក្តោបមុខចំនួនដល់ទៅ2ក្នុងដៃមានដូចជាបាហាងគុជដែលអ្នកនាងបានឲ្យប្អូនស្រីគ្រប់គ្រងនិងជាតកែហាងកាបូប ASK ជាbrand ផ្ទាល់របស់អ្នកនាងផងដែរលើពីនោះបើក្រឡេកទៅមើលការងារក្នុងរង្វង់សិល្បៈវិញបាទនាងអស្គុណកញ្ញាក៏ជាកំពូលតារាចម្រៀងស្រីត្រូវបានក្រុមហ៊ុនល្បីជ្រើសរើសជាទូតសុឆន្ទៈច្រើនជាតារាដទៃទៀតក្នុងនោះរួមមានជាច្រើនហើយតាមការឲ្យដឹងពីតម្លៃពីស្ថាប័ននានាតាមតារាស្រីនេះអាចមានតម្លៃចាប់ពី$30,000ទៅជាង$10,000យ៉ាងណាមិញបើងាកទៅមើលទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះជឿជាក់ណាស់ថាមហាជនធ្លាប់បានដឹងរួចហើយដែរអ្នកនាងគឺជាអ្នកនាងគឺជាមានជីវភាពធូរធារតាំងពីមុនរៀបការមកម្លេះពលអ្នកនាងមានផ្ទះល្វែងខុនដូនិងផ្ទះវិឡាផ្ទាល់ខ្លួនមានតម្លៃខ្ទង់$10,000រីឯឡានប្រើប្រាស់វិញនោះកាលពីពេលកន្លងមកអ្នកនាងអស្គុណកញ្ញាបើកឡានផ្ទាល់ខ្លួនម៉ាកToyotaតម្លៃជិត$10,000ហើយថ្មីនេះអ្នកនាងបានបង្ហាញរថយន្តថ្មីមួយគ្រឿងទៀតដែលមានតម្លៃខ្ទង់$50,000ផងដែរបើយ៉ាងណាមិញខាងលើនេះគ្រាន់តែជាការបង្រៀនមួយចំនួនប៉ុណ្ណោះដែលអ្នកនាងអស្គុណកញ្ញាក្តោបផ្ដាប់ក្នុងដៃយ៉ាងណាក៏នៅមានការងារច្រើនផ្សេងទៀតដែលមិនទាន់បានរៀបរាប់អស់នៅឡើយទេបើចឹងសម្រាប់អត្ថបទព្រមានដែលតាក់ទងទៅនឹងអត្ថបទនេះក៏មានតែប៉ុណ្ណឹងជាចុងក្រោយខ្ញុំបាទក៏សូមអរគុណសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនតាំងពីដើមរហូតមកដល់ចប់ខ្ញុំបាទសូមអរគុណនិងសូមគោរពលា